ពេលយើងមកកើតក្នុងផ្ទៃម្ដាយនេះប៉ុនណាមួយនឹងនាំឲ្យមកកើតដូចយើងយកលុយទៅចាក់សាំងម្ដងអញ្ចឹងមករេសវ័រអញ្ចឹងណាអញ្ចឹងប៉ុននឹងកំណត់ថាតើយើងត្រូវរស់នៅបានប្រមាណឆ្នាំតោះនេះញោមតោះនេះលោកហៅថាជាណកកម្មបើមានលុយច្រើនចាក់ទៅបើកបានឆ្ងាយអញ្ចឹងហើយបើប៉ុនយើងច្រើនកើតមកក្នុងផ្ទៃម្ដាយជាតិនឹងរស់នៅបាន70-80ឆ្នាំអញ្ចឹងហើយប៉ុនមួយហ្នឹងណាញាតិញោមណាប៉ុនមានច្រើនប៉ុនមានតែប៉ុនមួយឯដែលនាំឲ្យមកកើតក្នុងផ្ទៃម្ដាយហើយកំណត់អាយុយើងប៉ុន្តែមនុស្សនឹងរស់នៅដល់70-80ឆ្នាំបានឬមិនបានអាស្រ័យលើប៉ុនបច្ចុប្បន្នវិញម្ដងយើងធ្វើត្រូវអត់យើងញ៉ាំធ្វើត្រូវអត់គេងគ្រប់គ្រាន់អត់ហាត់ប្រាណអត់ហើយអត់មានធ្វើអាក្រក់ដាក់អ្នកណាឬក៏អត់ទេអញ្ចឹងណាបើអ្នកណាបានធ្វើល្អធ្វើទានធ្វើសិលច្រើនប៉ុននឹងជួយការពារហ្មងក្នុងភាសាអភិធម្មលោកប្រើពាក្យថាឧបត្ថម្ភកកម្មប៉ុនការពារជីវិតនឹងហ្មងអញ្ចឹងណាញាតិញោមណាដូចយើងពាត់សីមាអញ្ចឹងណាញាតិញោមថាអំបោះសីមាចាញ់អំបោះប៉ុននេះប៉ុននឹងជួយការពារខ្លាំងដោយធ្វើឲ្យយើងជៀសផុតពីគ្រោះភ័យអីទៅដូចថ្ងៃនៅឥណ្ឌាធ្លាក់កប៉ាល់ហោះនៅម្នាក់ហ្នឹងឡើងអត់ទាន់ប៉ុន្តែម្នាក់ហ្នឹងដូរកៅអីអង្គុយតែញោមម្នាក់ដែលរស់នៅក្នុងកប៉ាល់ហោះហ្នឹងចុងក្រោយហើយវាមិនដឹងថាមានស្អីរុញគាត់ឲ្យដូរកៅអីអង្គុយរស់ដោយសារដូរកៅអីអង្គុយហ្នឹងតាគាត់អត់ត្រូវអង្គុយកៅអីហ្នឹងឯងប៉ុន្តែអាហ្នឹងយើងហៅថាម៉េចដែលថាអាហ្នឹងប៉ុនឲ្យញោមថាប្រធរចាត់ចែងយ៉ាងហ្នឹងថាប៉ុនអ្នកចាត់ចែងឲ្យរស់អញ្ចឹងទៅឬក៏ប៉ុនអ្នកចាត់ចែងឲ្យយឺតអញ្ចឹងមកមិនតាន់អញ្ចឹងតែក៏មានអញ្ចឹងដែរអញ្ចឹងលោកក្នុងភាសាធម៌លោកហៅថាឧបត្ថម្ភកកម្មដែលឧបត្ថម្ភការពារជីវិតមិនឲ្យរលត់ទេហើយអាចរស់នៅលើសអីបន្តិចបន្តួចអញ្ចឹងទៅក៏បានដែរដោយសារកម្លាំងប៉ុនរបស់យើងណាញោមណា